អ៊ីរ៉ង់បាត់ផ្លូវចរចាជាមួយសហរដ្ឋអាមេរិកនិងព្រមានពីលក្ខខណ្ឌថ្មីជំវិញច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ភាពតានតឹងរវាងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានឈានដល់ចំណុចរបត់ថ្មីមួយទៀតហើយខណៈដែលទីក្រុងតេហិរ៉ង់បានប្រកាសយ៉ាងច្បាស់ថាគ្មានការចរចាណាមួយនឹងកើតឡើងនោះទេដរាបណាទីក្រុងវ៉ាស៊ីនតោននៅតែបន្តរំលោភលើកិច្ចព្រមព្រៀងថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាស អរ៉ៃជីបានបញ្ជាក់ថាអ៊ីរ៉ង់មិនមានការចូលរួមក្នុងកិច្ចចរចាផ្ទាល់ជាមួយសហរដ្ឋអាមេរិកឡើយមូលហេតុចម្បងគឺដោយសារតែសហរដ្ឋអាមេរិកបានរំលោភលើកិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលបានចុះហត្ថលេខាកាលពីខែមិថុនាទោះជាយ៉ាងណាក៏ដោយលោកបានបង្ហើបថាការទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានប៉ុន្តែធ្វើឡើងតាមរយៈអន្តរការីឬតួអង្គទី3តែប៉ុណ្ណោះក្រៅពីបញ្ហាការទូតបញ្ហាសន្តិសុខផ្លូវទឹកក៏ជាចំណុចក្តៅដែលពិភពលោកកំពុងតាមដានផងដែរលោកអារ៉ាជីបានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចព្រមព្រៀងរវាងទីក្រុងតេហិរ៉ង់និងទីក្រុងម៉ូស្កាតប្រទេសអាម៉ង់ជុំវិញការគ្រប់គ្រងច្រកសមុទ្រ Hormuz លោកបានបញ្ជាក់ថាកិច្ចព្រមព្រៀងនេះបានឈានដល់ដំណាក់កាលចុងក្រោយហើយអ្វីដែលគួរឲ្យកត់សម្គាល់កិច្ចព្រមព្រៀងថ្មីនេះនឹងកំណត់នៅគន្លងផ្លូវនាវាចរថ្មីប៉ុន្តែលោកអារ៉ាជីបានសង្កត់ធ្ងន់ថាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់ពិភពលោកនេះនឹងមិនបើកឲ្យមានចរាចរណ៍ឡើងវិញឡើយលុះត្រាតែសហរដ្ឋអាមេរិកបំពេញតាមលក្ខខណ្ឌផ្សេងដែលបានកំណត់និងបញ្ឈប់ការរំលោភបំពានកិច្ចព្រមព្រៀងកន្លងមកអ្នកវិភាគមើលឃើញថានេះគឺជាយុទ្ធសាស្ត្រការទូតផងគៀបសង្កត់ផងរបស់អ៊ីរ៉ង់ដើម្បីបង្កើនអំណាចចរចាលើឆាកអន្តរជាតិការប្រើប្រាស់ច្រកសមុទ្រ Hormuz ជាថ្នូរនឹងការចរចាមិនត្រឹមតែដាក់សម្ពាធលើអាមេរិកប៉ុណ្ណោះទេប៉ុន្តែវាក៏ប៉ះពាល់ដល់ស្ថិរភាពធម្មពលនិងសេដ្ឋកិច្ចសកលលោកទាំងមូលផងដែរតើទីក្រុងវ៉ាស៊ីនតោននឹងមានប្រតិកម្មបែបណាចំពោះលក្ខខណ្ឌដ៏តឹងរ៉ឹងរបស់អ៊ីរ៉ង់នៅពេលនេះហើយតើអន្តរការីណាខ្លះដែលកំពុងដើរតួជាស្ពានចម្លងក្នុងវិបត្តិដ៏ស្រួយស្រាលនេះយើងនៅបន្តតាមដានព័ត៌មាននេះនៅការវិវត្តថ្មីបន្តទៀត